បាទជំរាបសួរលោកគ្រូបាទសួរបាទអូបាត់លោកគ្រូធ្វើជ័យពីអ្នកបដាល់គុណខ្មែរមិនគាត់ដាក់រូបគ្រូទៅនៅមានគេចាំលោកគ្រូឡើយទេបាទលោកគ្រូបើគិតមកដល់ម៉ោងនេះប្រហែលឆ្នាំទៅដែលអាខានពីសង្គ្រាមជាង20ឆ្នាំហើយ20ឆ្នាំលោកគ្រូបាទប្រកួតចុងក្រោយបំផុតនៅឆ្នាំណាលោកគ្រូអត់ចាំលោកគ្រូដឹងតែជាង20ឆ្នាំបាទរាប់ទៅចូល2000ស្ដៅលោកគ្រូបាទចុះប្រកួតចុងក្រោយជាមួយអ្នកណាគេលោកគ្រូខ្ញុំវាយមួយថៃវាយមួយថៃបាទបាទវាយលាប៉ុណ្ណឹងវាយអូនេះប៉ុណ្ណឹងទៅវាយលាប៉ុណ្ណឹងបាទឥឡូវលោកគ្រូមកនៅនេះឃើញថាបើក្លឹបបើអីដែរលោកគ្រូបាទបើក្លឹបបច្ចុប្បន្ននេះមានសិស្សប៉ុន្មានអីបានសិស្សច្រើនគ្រូបាទសិស្សច្រើនបានបើសិនទទួលវិញមិនក្រោមពី50នាក់ទេអូមកច្រើនហ្មងច្រើនបាទខ្ញុំចាំតាំងពីប្រកាសនៅវត្តកាមកដល់បាទមកច្រើនមកលោកគ្រូនេះបាទចុះឥឡូវលោកគ្រូផ្អាកទទួលនឹងប្រហែលអ្នកនៅក្នុងក្លឹបអត់សូវហ៊ានទទួលច្រើនព្រោះកន្លែងយើងទូចចឹងទៅទទួលបានតែជិត20នាក់បាទមិនមែនការគាត់អាចបានប្រកួតខ្លះណាលោកគ្រូគាត់បានប្រកួតចេញច្រើនហើយចេញច្រើនដែរលោកគ្រូបាទបានប្រហែលដែរលោកគ្រូមើលបាន7 8នាក់ហើយ7 8នាក់តែសិស្សមិនលោកគ្រូណាបាទមើលទៅអាចរុញពួកគាត់ទៅរាជធានីខ្លះលោកគ្រូទៅឲ្យរឹងដៃរឹងជើងសិនជើងសិនឲ្យបងនេះអត់តលោកគ្រូណានៅបាទលោកគ្រូអវត្តមានជាង20ឆ្នាំហើយតើលោកគ្រូនៅតែចាប់ចិត្តនៅចាប់ចិត្តតតពតនៅគុណខ្មែរទេមកលោកនៅតែស្រឡាញ់បាទចាប់ដើមចូលលោកគ្រូជំរុញលោកគ្រូបបបង្កើតក្លឹបឡើងដោយសារមេភូមិមេឃុំកាត់សនោមពោទៅចង់ឲ្យមានក្លឹបមួយប្រចាំនៅឃុំអូតាគីយើងបាទដល់ចឹងទៅគាត់ក៏មកសនោមពោសុំមកខ្ញុំនឹងប្រហាត់ព្រោះឥឡូវសបោថ្នាលគេដាក់ច្រើនបាទគេកំពុងតែស្រាវជ្រាវរកកលាករទំពាំងស្នងឫស្សីយើងក្រោយហ្នឹងបាទដល់ចឹងទៅក៏ខ្ញុំឯកភាពទៅក៏ចាប់ដើមបើកក្លឹបដោយបើកក្លឹបតែមកទៅលោកគ្រូនេះបាទមានសិស្សគាត់ខុសចូលមកលោកគ្រូគាត់ណាបើកភ្លាមហ្នឹងគឺសុំចូលច្រើនមែនទេរំពឹងលោកគ្រូថាបើកក្លឹបហើយនឹងមានអ្នកសុំចូលបងខ្ញុំជឿថាគេសបោកនិងគេចង់ចូលច្រើនព្រោះអីមេភូមិមេឃុំគេប្រកាសហើយស្រេចអស់ហើយហ្នឹងគឺថាគេនឹងសនោមពោឲ្យខ្ញុំនឹងបើកក្លឹបបាទតែចឹងទៅក៏ចាប់ដាំបើកដោយទៅបើកដោយទៅមានបើកចំថ្ងៃដែលឲ្យផ្សាយបាទកម្មវិធីវត្តការផ្សាយឲ្យខ្មែរកាលនោះគឺចាប់ដើមលើកដំបូងបាទទុំតបើកប្រហាត់លើកដំបូងបាទបើកប្រហាត់លើកដំបូងដែរលោកគ្រូចងចាំនៅគ្រូការប្រកួតកាលពីមុនគ្រូចាំការប្រកួតលោកគ្រូតាំងតឹងគាត់ចាំក្នុងចិត្តដល់បច្ចុប្បន្ននេះចង់ភ្លេចអស់ហើយយូរហើយបាទច្រើនលោកគ្រូសរុបគេប្រកួតមកដល់ត្រឹមឈប់ប្រហែល100ប្រកួតកាលខ្ញុំបើខ្ញុំវាយច្រើនណាចូល5 600ហ្នឹង5 600បាទតែខ្ញុំដាក់នៅក្នុងប៉ុស្តិ៍តែ100ជាង100ជាងបាទតែខ្ញុំវាយតាមស្រុកតាមភូមិទៅវាយជីដែនថៃច្រើនបាទជំនាន់នោះពុករៀបដែរលោកគ្រូជីដែនថៃដែរបាទលោកគ្រូចូលបតាល់ឆ្នាំណាខ្ញុំតាំងពីតូចមកមកចាប់អាជីពអ្នកបតាល់មកបាទតាំងពីតូចបាទចូលលោកគ្រូចាំមកចូលរាជធានីប្រកួតនៅរាជធានីប្រកួតនៅពេញហ្នឹងខ្ញុំទៅវាយពៀនបាទពៀនទៅវាយពៀនជំរឿសជើងឯកទូទាំងប្រទេសតាំងពីហ្នឹងបានវាយចូលប៉ុស្តិ៍រហូតទៅបានវាយចូលប៉ុស្តិ៍រហូតតែម្ដងទៅបាទរហូតដល់ឆ្នាំ2000ស្ដៅនេះក៏សម្រាប់ចិត្តឈប់ដោយសារភ្លើងឆេះផ្ទះបាទបាទហើយម៉ាក់គាត់ឈឺខូចទៅក៏ឈប់ទៅហើយខ្ញុំខូចដៃផងវាយមិនកើតបើដៃយើងខូចរហូតវាយផ្លាត់ចាញ់គេរហូតគាត់វាយឈូសដៃមកបាទវាយកើតវាយផ្លាត់ចាំមិនកើតមិនបានផ្លាត់យើងស្បខ្ញុំវាយមួយថៃវាជន់ដៃយើងពេលដួលជន់ដៃមកខាងហ្នឹងវាយថ្ងៃចូលឆ្នាំល្អិលបាទថៃគីឡូចូល80ខ្ញុំគីឡូ51 52តរសាគីឡូចុះចំនួនហ្នឹងមានតែក្លិនគីឡូណាចំនួនហ្នឹងឲ្យកម្ពុជាឲ្យតែបានវាយឲ្យបានលុយទៅខ្វល់ហ្មងឆ្នាំណាលោកចាំយូរហើយវាយថ្ងៃចូលឆ្នាំព្រោះ9ជាងលោកនេះបាទគ្រូជូគាត់បើកបាទថ្ងៃចូលឆ្នាំខ្ញុំទៅជាប់មេដៃមាសហើយទៅមកពីវាយ45ប្រទេសថ្មីទៀតបាទដល់ចឹងទៅគេសនោមពោឲ្យវាយថៃវាយប៉ិនអត់បានវាយថៃធំដាក់មកលោកគ្រូចំណងលោកគ្រូប្រឡងបើជាងបើនិយាយទៅយូរឆ្នាំដែរលោកគ្រូ
លោកគ្រូចូលទទួលបានឯខ្លះពៀនឬខ្សែក្បាត់ឬក៏មេដៃអីច្រើន មានពៀនមានមេដៃអត់មានខ្សែក្រវ៉ាត់ទេ អត់មានខ្សែក្បាត់ទេនោះ បាទមានតែពៀននិងមេដៃ បាទ តែប៉ុណ្្នឹងឯង បានលោកគ្រូចាំទេចូល ខ្ញុំមានមេដៃសម្រិតមេដៃប្រាក់និងមេដៃមាសមេដៃមាសពីរង្វាន់សម្ដេចបាទពីរង្វាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាទហើយមេដៃប្រាក់45ប្រទេស 45ប្រទេស បាទពីរង្វាន់ King Cup បង្កក់ បាទ មេដៃប្រាក់ ប្រាក់ បាទ ពៀនរាជធានីនេះវិញនេះ បាទពៀននៅតាមស្រុកវាយមួយថៃ បាទ វាយឆ្នះថៃគេឲ្យពៀន ជួយដែរលោកគ្រូបើនិយាយទៅលោកគ្រូប្រឡំច្រើនដល់ចូលរយប្រកួត ច្រើន បាទច្រើន យកទៅវាយដាក់ដើមផាន់ បាទជំនាន់នោះគឺច្រើនមែនទេ ទៅមួយតាបួងលួង បាទគឺតាពុងរឿង បាទតាបួងលួងថៃ លោកគ្រូចូលរាជធានីដំបូងប្រកួតមួយណាទេ វាយពៀនវ័ន ពីរង្វាន់ប៉ុន្តែប៉ះកីឡាករខ្មែរទេលោក ប៉ះខ្មែរមិត្តភាពជំរើសជើងឯក ចាំលោកគ្រូចាំឈ្មោះដៃគូកាលនោះ ខ្ញុំមិនចាំទេខ្ញុំភ្លេចអស់ អស់ ហើយ លោកគ្រូ បាទវាយមួយអ្នកណាអីខ្ញុំភ្លេចអស់ហើយយូរហើយ ចុះបើនិយាយពីជំនាន់លោកគ្រូហ្មងអ្នកនៅខាងជំនាញនេះលោកគ្រូនៅស្គាល់គាត់ដែរនៅឃើញ នៅចាំខ្លះ ចាំខ្លះដែរ បាទ ប៉ុន្តែច្រើនទេ ច្រើន ច្រើនគូសិន បាទ បាទ ទៅចាំខ្លះជួបគ្នាទៅគឺចេះរំលឹកអនុស្សាវរីយ៍មកវិញទៅ បាទ បាទ បាទបើគ្រូជាការសំសួរលោកគ្រូតាច់តែឃើញខ្សែកលោកគ្រូនេះបាទតាំងពីជំនាន់លោកគ្រូឆ្លាញ់រឿងអីទៅមក ហើយខ្ញុំធ្វើគ្រូមកខ្ញុំស្រឡាញ់បុរាណអញ្ចឹងដែរ ឆ្លាញ់បុរាណ បាទ បាទគ្រូបើនិយាយយ៉ាងគុំបានទៅជំនាន់នោះគេប្រើដូចជាមានការសាក់ចុះអាគុំមហាទងន់នេះមានណា មានតែមហាសំកាំងមហាតងុន បាទ មហាសម្រាលមានទាំងអស់ហ្នឹង មានអស់លោក បាទ បាទចឹងដូចជំនាន់លោកគ្រូជំនាន់លោកអីជំនាន់សានសៅច័ន្ទអីគឺគាត់សិតប្រជុំហាន បាទសិតតែមានគេសិតមានគ្រូរៀងខ្លួន បាទជំនាន់លោកសាក់សិតទៅបាទ ទេតែយើងកាន់បានសាក់សិតតែយើងកាន់មិនបានអត់ ចុះអីគេថាដែលយើងត្រូវកាន់ជាប់ឲ្យកាន់បាន តែគ្រូឲ្យយើងប្រកាន់អីតំណអីយើងត្រូវតំណតាមគ្រូអញ្ចឹងយើងកុំឲ្យខុសពាក្យបណ្ដាំគាត់ បាទ បើយើងខុសពាក្យបណ្ដាំគាត់អត់ប្រកែបានយូរទេសាបដោយឯងបាទ ចឹងជំនាន់នោះគឺដើម្បីភាពខ្លាំងក៏យើងគេដាក់គុំសំយកតែបងប្អូនសមត្ថភាពផង បាទ បាទចុះមកទល់មកនេះដូចជារឿងរ៉ាវទាំងអស់ហ្នឹងសម្រាប់កីឡាករគាត់នៅប្រើទៅសម្រាប់ ខ្លះទៅក៏កត់ចេះកត់ប្រើទៅខ្លះសាក់ជាប់នឹងខ្លួនទៅខ្លះសាក់នឹងដៃនឹងជើងទៅ បាទ បាទ បាទគ្រូមានបងប្អូនយើងគាត់នៅឆ្ងល់គឺគ្រូដែលឃើញជើងតារាបងប្អូនគាត់ដើរលើវិញគាត់អូសជើងតែខ្លះគាត់ថាគុំតែខ្លះគាត់ថាគាត់ជាការរំដោះសម្ពាធអីចឹងសម្រាប់ កិច្ចរៀងខ្លួនកិច្ចខន់គាត់អញ្ចឹង បាទ បាទ ការគ្រប់ទូបាជាអញ្ចឹង បាទកិច្ចខន់គាត់ បាទលោកគ្រូទៅប្រៀបធៀបការប្រកួតនិយាយពីគុណខ្មែរបច្ចុប្បន្ននេះលោកគ្រូកំពុងឃើញ ខ្ញុំឃើញឥឡូវគេគ្រប់គ្រងខ្លាំងបាទឃើញអាយដាមគាត់ដើរបំផុសផលវិទ្យាសាយើងតាមស្រុកតាមភូមិខ្ញុំឃើញខ្ញុំពេញចិត្តបាទខ្ញុំពេញចិត្តមែនទែននិយាយចំធ្វើឲ្យចិត្តខ្ញុំងើបឡើងមកវិញ បាទ បាទមុនបងខ្ញុំថាបំភ្លេចអីបាទខ្ញុំភ្លេចព្រោះអីការចំណានខ្ញុំវាយរួចរត់ទៅសងថៃតូបរួចផងចំណានខ្ញុំវាយបានដូចតិចបាទដល់អញ្ចឹងទៅខ្ញុំឈឺចាប់ចំណានហ្នឹងខ្ញុំថាបំភ្លេចតែដល់ពេលឃើញសម្ដេចហើយនឹងអុកញ៉ាដែលគាត់ស្រឡាញ់វិស័យកីឡាគាត់គ្រប់គ្រងខ្លាំងឡើងមកវិញហ្នឹងទៅឃើញបងប្អូនសកលក្រោយល្អខ្ញុំក៏ចាប់ដើមងើបឡើងមកវិញមកបាទ គឺតែគុណខ្មែរដែលលោកគ្រូឆ្លាញ់ដល់ដើមនឹងបែបអត់អងហើយតែឥឡូវគឺ តែឥឡូវឃើញរស់ឡើងមកវិញបណ្ដោយបាទឃើញកីឡាយើងឥឡូវវាយដល់ឆាកអន្តរជាតិពិភពលោកទទួលស្គាល់បាទ ប៉ុន្តែបើមើលក្បាច់នឹងស្ទាតលោកគ្រូគាត់ថាជំនាន់មុននិងជំនាន់នេះមិនចឹង មួយយ៉ាងម្នាក់បាទមួយយ៉ាងម្នាក់ជំនាន់មុនគឺវាយប្រឆាំងគឺវាយក្បាច់បាទចាជំនាន់នេះគឺវាយបុកយោតែម្ដងគឺវាយ3ទឹកគឺវាយស្ព្រិងជំនាន់មុនគេវាយ5ទឹកអញ្ចឹងទៅគេវាយក្បាច់ត្រូវផ្ដាច់យើងផ្ដាច់មិនត្រូវផ្ដាច់យើងបដែតទៅបាទបើជំនាន់នេះអត់ទេដឹងតែដាក់យោបាទបងប្អូនយើងជួយចិត្តចឹង បាទជួយចិត្តវាយយ៉ាងម្ដង បាទជិះលោកគ្រូគាត់ស្គាល់ហើយកីឡាករបច្ចុប្បន្នលោកគ្រូគិតថាមើលលើកីឡាករនេះលោកគ្រូឆ្លាញ់ក្នុងចិត្តមក អូស្រឡាញ់ច្រើនបាទស្រឡាញ់ច្រើន ចុះ ឃើញបងប្អូនល្អទាំងអស់ស្រឡាញ់ទាំងអស់បាទឃើញស្នៀតគាត់វាយមកគឺគាត់តស៊ូមកដើម្បីប្រទេសជាតិយើង
ខ្ញុំឃើញស្រឡាញ់ទាំងអស់មកដល់បាទมันស្អប់កីឡាករណាទេគឺស្រឡាញ់ទាំងអស់បាទខ្ញុំទៅសើចិត្តពួកគាត់បាទនៅគ្រូអរគុណច្រើនលោកគ្រូបាទខំថាចាំមើលថ្ងៃណាទៅជួបលោកគ្រូដល់អាស្រមបាទអាស្រមម្ដងបាទអាស្រមចំបដាល់ចិត្តនឹងម្ដងបាទអូខេសប្បាយ